បងប្អូនអរគ្នានេះគឺជាចការម្រេចរបស់ខ្ញុំដែលមានអាយុកាល9 ឆ្នាំហើយបងប្អូនអរគ្នាជិតចូល10ឆ្នាំហើយថ្ងៃមុនខ្ញុំនាំទៅមើលអាចការទី2របស់ខ្ញុំនេះចការទី1នេះវាមានអាយុកាលរបស់វាគឺ9 ឆ្នាំចូល10ឆ្នាំហើយបងប្អូនហើយចការនេះខ្ញុំដាំតរ៉េនចូលនៅក្នុងហ្នឹងហ្មងតរ៉េនអស់ចការទី1អស់ចការទី2នោះអត់ទាន់ដាក់តរ៉េនទេបងប្អូនដាក់ទៅចការទី1សិនអញ្ចឹងណាបងប្អូនតរ៉េនដាក់ទៅល្អហ្មងទេចាហើយនេះបងប្អូននេះដាំបាន2 ឆ្នាំហើយបងប្អូនមើលមកដើមធំចាកម្ពស់ចលងម្រេចហើយល្អបងប្អូនអរគ្នាម្រេចកាន់តែចាស់ឆ្នាំទៅកំឡុងពេល8 9ឆ្នាំហ្នឹងគឺវាពងពេញផ្លែបងប្អូនអរគ្នាចាអត់ដូចម្រេចទៅតែបានអាយុកាលមួយខួបគឺវាអត់សូវផ្លែទេដោយសារតែឆ្នាំដំបូងអញ្ចឹងណាហើយដល់ពេលវាកាន់តែចាស់ឆ្នាំទៅវាផ្លែហិនគួរសមបងប្អូនអរគ្នា